ហាងលោកបុកល្ហុងនៅផ្លូវកែងក្រោយភូមិចំពោះសាច់រឿងដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថានីតាប្រាប់ថារឿងរ៉ាវមួយនេះវាកើតឡើងកាលពីឆ្នាំ2023កើតឡើងនៅស្រុករបស់តាយាយគាត់ចាប់តាំងពីពេលដែលនីតាគាត់ចេញធ្វើការមកវាមានរយៈពេល4ទៅ5ឆ្នាំហើយដែលគាត់អាចបានទៅលេងស្រុករបស់តាយាយគាត់ទៀតទេតែប៉ាម៉ាក់របស់គាត់មួយខែក៏ដឹងទៅលេងស្រុកតាយាយម្ដងហើយបើទោះបីជាស្រុករបស់តាយាយនៅឆ្ងាយក៏ដោយក៏ពួកគាត់ទៅលេងដែរដោយសារតែគាត់គិតថាចេះតាយាយអាយុក៏កាន់តែច្រើនដែរមិនដឹងថាពួកគាត់នឹងចាក់ចេញទៅពេលណាទេអញ្ចឹងតន់ពេលដែលពួកគាត់ទៅលេងគឺអាសាទៅលេងតាយាយអីអញ្ចឹងទៅពេលដែលប៉ាម៉ាក់របស់គាត់ទៅលេងតាយាយម្ដងប៉ាម៉ាក់របស់គាត់ក៏តែងតែបបួលគាត់ជាមួយនឹងប្អូនប្រុសរបស់គាត់ទៅជាមួយដែរប៉ុន្តែនីតាក៏គាត់ចង់ទៅទេទាំងអស់គ្នាព្រោះគាត់ចង់បានថាចេះពេលដែលគាត់ទៅលេងនៅស្រុកតាយាយរបស់គាត់ពេលដែលគាត់នៅក្មេងណាគឺស្រុកភូមិរបស់តាយាយគាត់គឺនៅដាច់ស្រយាលខ្លាំងមែនតើហើយតាមផ្លូវក៏ពិបាកធ្វើដំណើរដែរផ្លូវគឺមានដីហុយផ្លូវគឺពិបាកគឺអីចឹងណាប៉ុន្តែប៉ាម៉ាក់របស់គាត់ប្រាប់ថាចេះឥឡូវគឺគេធ្វើផ្លូវស្អាតហើយផ្លូវចាក់សតាបេតុងចាក់សតាគ្រួសចាក់អីចឹងទៅប៉ុន្តែគាត់នៅតែចង់ទៅអញ្ចឹងនឹងឯងទាំងអស់គ្នាប៉ុន្តែគាត់បកកាយលេងបានទៀតហើយនៅពេលមួយនោះគឺប៉ាម៉ាក់របស់គាត់ត្រូវទៅលេងយាយនៅស្រុកអញ្ចឹងណាអញ្ចឹងពេលដែលប៉ាម៉ាក់របស់គាត់ទៅនេះគឺពួកគាត់តាមបានទៅភ្លាមជាមួយទេដោយសារតានីតាពេលនេះគាត់រវល់ធ្វើការហើយប្អូនប្រុសរបស់គាត់គឺរវល់ប្រឡងអញ្ចឹងប៉ាម៉ាក់របស់គាត់គឺត្រូវទៅមុនឡើង2ថ្ងៃអីហ៎អញ្ចឹងតទៅដល់ចិត្តថ្ងៃសៅរ៍ថ្ងៃអាទិត្យទើបនីតានិងប្អូនប្រុសរបស់គាត់បានទៅហើយពេលដែលគាត់ធ្វើដំណើរទៅហ្នឹងគឺទុំម៉ោង7:06ល្ងាចបាត់ហើយដោយសារតែពួកគាត់គឺរវល់មែនតើហើយគាត់នឹងក៏ចង់ងើបទៅពីព្រលឹមដែរបើទៅពីយប់ទៅដល់ផ្ទះគឺដេកស្រួលហ្មងអញ្ចឹងណាអញ្ចឹងគាត់ក៏ចេញដំណើរពីពេញទៅនៅម៉ោងប្រហែលជាក្នុង7:06ល្ងាចធ្វើដំណើរទៅដល់ម៉ោងប្រហែលជាក្នុង7:09ក៏ចាប់តាមដល់ទីរួមខេត្តហើយក៏ត្រូវដល់ផ្លូវដែលត្រូវបាត់ចូលទៅក្នុងហ្នឹងប៉ាម៉ាក់របស់គាត់គឺបាន send live location ឲ្យគាត់ហើយអញ្ចឹងគាត់ឲ្យប្អូនប្រុសរបស់គាត់គឺជួយមើលប៉ុន្តែមនុស្សប្អូនប្រុសរបស់គាត់ទាំងគ្នាគឺភ្នែកទន់មែនតើឲ្យតឡើងលើឡានឲ្យដាក់ម៉ាស៊ីនត្រជាក់ដាក់អីគឺប្អូនប្រុសរបស់គាត់គឺសង្ងំដេកហើយអញ្ចឹងប្អូនប្រុសរបស់គាត់ក៏ជួយមើលផ្លូវរបស់គាត់ទេអញ្ចឹងគាត់ជិះគឺវែងចុះវែងឡើងពេញនឹងឯងគឺរបៀបថារកផ្លូវបាត់ទៅអត់ឃើញសោះដោយសារតែផ្លូវបាត់ចូលភូមិរបស់តាយាយរបស់គាត់ហ្នឹងណាគឺវាមានផ្លូវតូចច្រើនពេកជាងគាត់ពិបាករមែនតើអញ្ចឹងណាក៏គាត់នឹងទៅសួរគេអ្នកលក់បានចាប់គួយលក់អីអញ្ចឹងណាក៏សួរទៅគេប្រាប់ថាជិះទៅតាមនេះទៅតាមនោះអញ្ចឹងទៅគេថាផ្លូវចូលភូមិហ្នឹងគឺមាន2ច្រកខាងមុខហើយនិងច្រកខាងក្រោយជិះចូលតាមផ្លូវមួយណាក៏បានដែរក៏ត្រូវដែរអត់ខុសទេអញ្ចឹងគាត់នឹងក៏ជិះតាមអីដែលគេច្អល់ប្រាប់ទៅក៏គាត់ជិះទៅនឹងឯងច្បាច់ប្អូនប្រុសរបស់គាត់គឺស្ងប់ដេកបាត់ហើយទាំងអស់គ្នាក្នុងឡានគាត់ក៏ចាប់តាមបាត់ចម្រៀងបាត់អីអញ្ចឹងទៅហើយតាមផ្លូវដែលគាត់ជិះទៅគាត់ថាពេលហ្នឹងគឺផ្លូវរបស់គេគឺស្អាតបាត់ហើយគឺគេចាក់គ្រោះក្រហមចាក់បេតុងចាក់អីឡើងពេញហ្នឹងអត់ប្រហែលជិះទេអញ្ចឹងពេលគាត់ដល់ផ្លូវកាច់មួយហ្នឹងគាត់ក៏បាត់ចូលទៅគាត់ជិះដល់ផ្លូវបាត់ចូលមួយហ្នឹងទាំងអស់គ្នាគាត់មានអារម្មណ៍ថាខ្លួនឯងដូចកំពុងតែជិះខុសផ្លូវអញ្ចឹងប៉ុន្តែគាត់មើលតាម live location ម្ដងទៀតទៅគឺឃើញថាផ្លូវហ្នឹងគឺផ្លូវចូលហើយចូលត្រូវហើយគឺចូលផ្លូវទៅភូមិរបស់តាយាយរបស់គាត់ហ្នឹងណាគាត់ក៏បន្តទៅមុខទៀតគាត់ថាផ្លូវហ្នឹងគឺស្ងាត់ទាំងអស់គ្នាមានដើមឈើសងខាងផ្លូវមានរបៀបថាមានវាលស្រែអីឡើងពេញហ្នឹងមើលក្តាច់ស្រយាលខ្លាំងមែនតើណាគាត់ក៏បន្តជិះទៅដៃរបស់គាត់នឹងក៏ក្តិចអូនប្រុសរបស់គាត់ឲ្យក្រោកប៉ុន្តែអូនប្រុសគាត់ក៏អត់ក្រោកគាត់ថាអូយធុញណាបើកទៅមុខទៅដល់ហើយឲ្យតែមានផ្លូវគឺចេះតែជិះទៅអាហ្នឹងគឺពាក្យសម្ដីប្អូនរបស់គាត់ដែលនិយាយមកកាន់គាត់ចឹងណាអញ្ចឹងគាត់ក៏បន្តបើកទៅទៀតបន្តបើកកាន់តែយូរទៅទាំងអស់គ្នាគឺវាស្ងាត់ទៅបើកសុកគាត់ស្រាប់តែមានខ្សែមួយហោះកាត់មុខឡានគាត់ហ្មងហោះកាត់ឡើងរបៀបថាឡើងខ្មៅក្រឹបឡើងពេញហ្នឹងហ្មងមើលផ្លូវអត់ឃើញទេគាត់ក៏ត្រូវឈប់ឡានគាត់ដល់ពេលគាត់ឈប់ឡានភ្លាមខ្សែចាប់ផ្ដើមអស់ទៅម្ដងតិចក៏ស្រាប់តែបានឃើញគោច្រើនមែនតើទាំងអស់គ្នាគឺគោមានប្រហែលជាខ្ទង់50ក្បាលដើរកាត់នៅមុខឡានគាត់ដើរឆ្លងផ្លូវពីម្ខាងទៅម្ខាងដើរផ្លូវហ្នឹងគឺរបៀបថាចេះឆ្លងពីផ្លូវអាទិសគោទៅផ្លូវអាទិសគោមួយទៀតនៅមកឈៀងទៀតចឹងណាគឺវាដើរឆ្លងទៅហើយមានមនុស្សប្រុសម្នាក់កំពុងតែកាន់ពាត់ហ្នឹងវាយគោដើម្បីដើរឆ្លងទៅចឹងណាអញ្ចឹងគាត់អត់បើកឡានទៅមុខទេគាត់ខ្លាចថាបើកទៅមុខទៅគោផ្អើលគោអីចឹងណាគាត់ក៏ឈប់ឡាននៅស្ងៀមកំពុងឈប់ឡាននៅស្ងៀមចឹងតែស្ងៀមសរស័ព្ទតែគាត់ហ្នឹងមើលទៅចំហៀងផ្លូវសុកគាត់ទាំងអស់គ្នាគឺលេចចេញតូបលក់បុកល្ហុងមួយគឺគាត់បានឃើញមនុស្សអង្គុយហូបបុកល្ហុងនៅក្នុងតូបហ្នឹងគឺមានគ្នាប្រហែលជាខ្ទង់10នាក់ហើយតូបហ្នឹងគឺមានបាត់ភ្លើងបាក់អីធម្មតាទាំងដែលពេលគាត់ជិះមកគាត់មើលពីចម្ងាយមកគឺនៅមុខហ្នឹងគឺស្ងាត់ជាប់មានមនុស្សអត់មានអីទាំងអស់ប៉ុន្តែសុកក៏មានតូបហ្នឹងមួយអញ្ចឹងណាអញ្ចឹងគាត់គិតថាអញ្ចឹងសង្ស័យតែគាត់នឹងមុននឹងមើលអត់ឃើញដោយសារតែគាត់នឹងមានអាប់ផ្សាយនៅពីមុខខ្លាំងពេកមើលអត់ឃើញមើលអីចឹងណាអញ្ចឹងគាត់ងាកទៅស្រឡឹងតូបបុកល្ហុងហ្នឹងក៏ឃើញមនុស្សហ្នឹងកំពុងតែឈោបុកល្ហុងណាឈោបុកឲ្យគឺគេរបៀបថាហូបបុកល្ហុងបដើនិយាយគ្នាបដើអត់មានពីណាគេចាប់អារម្មណ៍គាត់ទេហើយតូបលក់បុកល្ហុងហ្នឹងនៅឆ្ងាយពីផ្លូវដែលគាត់ឈប់ឡានហ្នឹងប្រហែលជាខ្ទង់5ទៅ6ម៉ែត្រអីទេមកល្មមអាចមើលគ្នាឃើញអញ្ចឹងពេលគាត់ឃើញគេលក់បុកល្ហុងអញ្ចឹងគាត់ក៏សួរប្អូនរបស់គាត់ថាចេះចុះទិញបុកល្ហុងសិនអត់តែប្អូនប្រុសរបស់គាត់គឺថាអត់ឃ្លានទេប្រចាំទៅផ្ទះដេកមួយដេកចាអញ្ចឹងគាត់នឹងក៏បខំបាក់ឡានតទៅមុខទៀតពេលដែលគាត់បាក់ឡានតទៅមុខទៀតគាត់ក៏ងាកមកមើលតុបុកល្ហុងហ្នឹងទៀតគឺតែឃើញគេបុកធម្មតាទេអញ្ចឹងគាត់បើកឆ្ងាយពីកន្លែងម្ដុំដែលគាត់ឃើញតុបុកល្ហុងហ្នឹងប្រហែលជាខ្ទង់3គីឡូទេក៏ដល់ផ្ទះរបស់តាយាយរបស់គាត់ផ្លូវបាត់ចូលផ្ទះតាយាយរបស់គាត់ហ្នឹងគឺរបៀបថា
អត់ដូចអីដែលគាត់គិតទេគឺផ្លូវគេគឺមានចាក់គ្រូក្រហមចាក់បេតុងចាក់អីគឺស្រួលជិះខ្លាំងមែនតើឈប់ឡានឈប់អីរួចប៉ាម៉ាក់គាត់ឯងតាយាយចេញមកទទួលមកជាពិសេសគឺតាយាយរបស់គាត់រត់មកអោបគាត់ដោយសារគាត់នឹកគាត់រលឹកអីចឹងណាចឹងចុះទៅដល់ភ្លាមក៏គាត់អត់បានហេវបាយទេដោយសារតែគាត់នឹកឃើញឃ្លានតែបុកលហុងទេដោយសារមុនហ្នឹងគាត់បានឃើញតុបុកលហុងច្បាស់ណាស់គឺគាត់បានឃើញចឹងដល់គ្នាបច្ចៈផ្ទះតាយាយរបស់គាត់មិនមែននៅតាយាយរបស់គាត់2នាក់ទេគឺមានពូរបស់គាត់ម្នាក់ទៀតហើយនឹងមីងរបស់គាត់ម្នាក់ទៀតគាត់នៅនឹងជាមួយគ្នាដែរអញ្ចឹងនៅខាងក្រោមផ្ទះក៏ចាប់ដើមរៀបចំអីហូបអីជុំគ្នាអញ្ចឹងទៅចំណែកនីតាក៏គាត់អត់បានឃ្លានទាំងអស់គ្នាគាត់ក៏ទៅអង្គុយជិះទូរស័ព្ទជិះអីសិនអញ្ចឹងទៅចូលមកប្រហែលជាខ្ទង់ជិត10កន្លះហើយគឺគាត់ចាប់ដើមឃ្លានបុកលហុងដោយសារគាត់ចេះតែនឹកឃើញដល់កន្លែងតូបបុកលហុងមួយហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ក៏សួរពូរបស់គាត់ថាចេះពូឯងទៅទិញបុកលហុងខ្ញុំទិញបានអត់ពូរបស់គាត់ថាអើផ្លូវធំនៅឆ្ងាយពូខ្ជិលទៅចាំស្អែកចាំញ៉ាំចាំអីចឹងទៅតែគាត់ថាអត់ទេផ្លូវខាងក្រោយព្រោះដប់ខ្ញុំទៅខ្ញុំស្គាល់ផ្លូវអញ្ចឹងពូរបស់គាត់សួរថាចេះឯងស្គាល់ផ្លូវពីកាលឯងមកពីកាលមិនបាននិយាយថាដឹងដូចដឹងថាមានកន្លែងតូបបុកលហុងអញ្ចឹងធ្លាប់មកពីកាលអញ្ចឹងគាត់ថាអូតាពួកអញជិះទៅតាមខ្ញុំទៅគឺខ្ញុំដឹងហើយអញ្ចឹងពូរបស់គាត់ក៏យកម៉ូតូចេញមកអញ្ចឹងគាត់ក៏ឡើងម៉ូតូមួយពូរបស់គាត់គឺជាអ្នកដប់នឹងឯងអ្នកនរគ្នាអញ្ចឹងពេលគាត់ជិះចេញពីផ្ទះយាយរបស់គាត់ទៅហ្នឹងគឺជិះទៅផ្លូវខាងក្រោយភូមិនឹងឯងអញ្ចឹងពូរបស់គាត់សួរថាចេះអានេះតាឯងហើយទៅនឹងទៅអីផ្លូវហ្នឹងស្ងាត់ណាស់អត់មានខាងក្រោយអត់មានផ្ទះមានអីទេគាត់ថាហូចពួកអញជិះតាមខ្ញុំទៅលឿនឃ្លានណាស់របៀបថាគាត់ឃ្លានទាំងអស់គ្នារបៀបបើគាត់បានហូបរបស់អីគាត់ចង់ហូបទេគឺគាត់ដេកអត់លក់មកយកពលភ្លឺអញ្ចឹងពូរបស់គាត់ក៏បន្តបានម៉ូតូទាំងឆ្ងល់ណាងាកមកសួរគាត់បញ្ជាក់ទៀតថាមែនអត់នេះតាហាញឃើញមែនអត់នៅក្រោយខ្ញុំអត់មានផ្ទះអត់មានអីទេតែគាត់និយាយដែរថាគាត់បានឃើញច្បាស់មិនជឿសួរបងគាត់បានដែរអញ្ចឹងគាត់បង្ខំឲ្យពូរបស់គាត់បានម៉ូតូទៅពូរបស់គាត់ក៏បើកទៅនឹងមែនទាំងអស់គ្នាបើកទៅដល់កន្លែងដែលគាត់បានឃើញតូបបុកលហុងហ្នឹងណាជិះទៅដល់នឹងភ្លាមបាត់អត់មានតូបបុកលហុងបាត់អត់មានស្អីទាំងអស់មនុស្សម្នាគាត់មានស្អីគាត់មានដែរតូបបុកលហុងតាមដែលគាត់ឃើញហ្នឹងទាំងអស់គ្នាគឺជាតូបដែលគេធ្វើមកពីស្បូវអញ្ចឹងបើសិនជាគេរុះរើក៏មិនរុះរើលឿនដល់ថ្នាក់ហ្នឹងដែរព្រោះអីពេលដែលគេគាត់ចូលមកដល់ផ្ទះយាយរបស់គាត់ហ្នឹងគឺត្រឹមម៉ោង9កន្លះអីទេអញ្ចឹងពេលហ្នឹងគឺវាមិនគួរណាគេរុះរើតូបទៅណាបាត់ទេអញ្ចឹងគឺគាត់និយាយថាគាត់ឆ្ងល់ហ្មងគាត់ថាវែងផ្លូវទៅដឹងមានផ្លូវមួយទៀតដឹងអញ្ចឹងគាត់ប្រាប់ពូគាត់ជិះទៅផ្លូវមួយទៀតពូบอกគាត់ថាមានផ្លូវចូលមួយទៀតទេគឺមានតែផ្លូវហ្នឹងឯងគឺមានតែផ្លូវហ្នឹងមួយទេអញ្ចឹងនេះតាគាត់ងាកស្លឹងជុំវិញខ្លួនពេលងាកស្លឹងជុំវិញខ្លួនអ្នកនេះគាត់ចំណាំមានដើមឈើហ្នឹងគឺនៅកន្លែងហ្នឹងអញ្ចឹងណាគាត់ចំណាំដឹងមកថាអូកន្លែងហ្នឹងពិតមែនប៉ុន្តែគាត់នៅវាអត់មានតូបបុកលហុងដូចពេលមុនអញ្ចឹងនេះតាគាត់ចាប់ដើមមានអារម្មណ៍អត់ស្រួលថាចេះចំខ្វាច់លងគាត់ដឹងប៉ុន្តែគាត់តោះហ៊ាននិយាយពេលហ្នឹងតែអ្នកនេះគាត់ថាឥឡូវបើបាក់ម៉ូតូចេញទៅវិញណាអញ្ចឹងអ្នកនេះពេលគាត់បាក់ម៉ូតូចេញទៅវិញបាក់ម៉ូតូចេញឆ្ងាយពីកន្លែងដែលគាត់ឃើញតូបបុកលហុងណាมันបានប្រហែលជា10ម៉ែត្រផងគាត់ងាកមកមើលខាងក្រោយហ្នឹងគឺគាត់សាត់តែបានឃើញតូបបុកលហុងលេចឡើងមកមានមនុស្សហ្នឹងកំពុងអង្គុយហូបបុកលហុងដូចពេលដែលគាត់ជិះមកអញ្ចឹងគឺឃើញមនុស្សអង្គុយនៅកន្លែងតូបបុកលហុងហ្នឹងហើយប៉ុន្តែមនុស្សទាំងអស់ហ្នឹងគឺងាកមកមើលគាត់ហើយតែសំខាន់ដល់គ្នានៅពេលដែលមើលច្បាស់ទៅមនុស្សទាំងអស់ហ្នឹងនៅពេលដែលក្រោកដើរគឺដើរអត់ជើងអត់ជាប់ដីទេហើយតែសំខាន់ដល់គ្នាគឺគាត់បានឃើញអ្នកកំពុងបុកលហុងហ្នឹងងាកមកមើលគាត់ទាំងអស់គ្នាមុខវាឡើងខ្មៅសម្លឹងមើលមកគាត់ឲ្យរូបរាងជាមនុស្សស្រីនឹងឯងចឹងគាត់ថានៅពេលគាត់ឃើញប៉ុណ្ណឹងគាត់ព្រឺសម្បកចាហើយគាត់ប្រាប់ពូគាត់ទៅថាពូបងឯងក្រោយមើលឃើញអីអត់ខ្ញុំអត់ពូគាត់ថាអត់ឃើញទេពូគាត់ថាអត់ឃើញទេអត់មានបានឃើញអីទេអញ្ចឹងនីតាគាត់ដឹងច្បាស់ 100% ទាំងអស់គ្នាថាតបបុកលហុងដែលគាត់បានឃើញហ្នឹងគឺខ្មោចឲ្យគាត់ឃើញនឹងឯងអញ្ចឹងគ្រាន់តែជិះទៅដល់ផ្ទះភ្លាមពូរបស់គាត់សួរបញ្ជាក់ថាមកនៅពេលជិះមកវិញណាមានឃើញអត់គាត់ថាគាត់ឃើញតុបុកលហុងទៀតហើយប្រាប់ពូគាត់អញ្ចឹងណាពូគាត់ក៏ថាទៅថាអញ្ចឹងផ្លូវខាងក្រោយហ្នឹងអាសាឲ្យគេឃើញណាពេលខ្លះគឺគេឃើញអាកន្លែងដែលគាត់ឃើញតុបុកលហុងហ្នឹងណាជាក្រាស់ចាក់សាំងបើមិនអញ្ចឹងទេក៏ឃើញជាក្រាស់ឡានឃើញជាតុលុកម៉ាយឃើញជាតុអីគឺរហូតហ្មងឲ្យគេអ្នកតាមក្រោយហ្នឹងគឺឃើញរហូតណាហើយពេលខ្លះទៀតទៅគឺគេឃើញមនុស្សខ្វៀលគោខ្វៀលក្របីហើយពេលខ្លះទៅគឺឃើញដំរីដើរខាងក្រោយហ្នឹងក៏មានដែរអញ្ចឹងខាងក្រោយនេះគឺវាមាននិយាយថារឿងថាជាច្រើនខ្លាំងណាស់ហើយដែលពូគាត់ប្រាប់មួយទៀតបងប្អូននៅអាផ្លូវខាងក្រោយហ្នឹងគឺជាកន្លែងដែលគេអាសាខប់សាប់ឲ្យតំណាងគឺថាសពអ្នកភូមិណាស្លាប់ឬក៏ដុតទៅគេយកមកកប់យកមកឆ្អឹងយកមកកប់នៅខាងក្រោយហ្នឹងអីហើយអញ្ចឹងទៅវាសម្បូរពពុះឲ្យអស់ហ្នឹងនៅតែអស់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយបើសិនជាអ្នកនរគ្នាមានរឿងចែករំលែកចាកុំភ្លេចឆាតមកក្នុង account IG